សូមស្វាគមន៍ពុកម៉ែបងប្អូននេះគឺជាវីដេអូដែលខ្ញុំទៅដល់ប្រទេសសិង្ហបុរីហើយនេះទៅតែចោះយន្តហោះហើយឥឡូវនេះយើងបានធ្វើដំណើរតាមតាក់ស៊ីទៅផ្សារដើម្បីទិញផ្លែឈើហើយនឹងអាហារខ្លះៗសម្រាប់ទុកញ៉ាំបាទផ្លែឈើអាហារគេនៅនឹងគឺស្រស់ហើយសម្រាប់តម្លៃវិញសម្រាប់យើងទៅពីខ្មែរគឺវាថ្លៃសម្រាប់ខ្ញុំបាទប៉ុន្តែសម្រាប់រសជាតិវិញគឺយើងអាចញ៉ាំបានរសជាតិគេសម្រាប់ខ្ញុំញ៉ាំបានអត់អីទេបាទបាទបន្ទាប់ពីទិញអាហារហើយនេះជាសកម្មភាពព្រឹកឡើងខ្ញុំបានដើរហាត់ប្រាណនៅក្នុងខេត្តប្រគេនេះឈ្មោះសឹមបាវាងហើយក៏ដើរមើលទេសភាពព្រឹកឡើងសម្បូរអ្នកហាត់ប្រាណដែរភាគច្រើននៅនឹងគេខ្ញុំឃើញគេរត់ហាត់ប្រាណច្រើនហើយពេលព្រឹកម៉ោង8នេះខ្ញុំថតនេះនៅតាមផ្សារទំនើបគេហ្នឹងគឺមានមនុស្សខ្លះហើយបាទនេះខ្ញុំថតបានខ្លះពីសកម្មភាពព្រឹកឡើងនៅកណ្ដាលទីក្រុងគេហ្មងបាទបន្ទាប់ពីខ្ញុំដើរនៅម្ដុំទីប្រជុំជនគេហើយឥឡូវបានត្រឡប់មកផ្ទះមិត្តភ័ក្ដិខ្ញុំវិញដល់ដើរមកទៅឃើញមានក្មេងៗគាត់កំពុងតែហាត់បាល់ហើយដើរមកបន្តិចទៀតទៅឃើញមានអាគារស្អាតនៅម្ដុំនេះប៉ុន្តែខ្ញុំអត់បានចាំឈ្មោះដែរបងប្អូនបាទប៉ុន្តែកន្លែងនេះស្អាតហើយពេលល្ងាចមិត្តភ័ក្ដិខ្ញុំគាត់បាននាំបញ្ជីឡានក្រុមគេហ្នឹងទៅផ្សារដើម្បីញ៉ាំអាហារពេលល្ងាចជុំគ្នាបាទនេះខ្ញុំបាទបងប្អូននេះគឺជាផ្សារដែលជិះឡានមកមិញហ្នឹងឥឡូវដល់ហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងសិនដែរសូមអរគុណសូមជម្រាបលាបាទ